បន្ទាប់ពីចំណាយពេលការប្រកួតជាច្រើនខែជាច្រើនថ្ងៃមកនៅពីរង្វាន់ FA Cup ពេលនេះរកឃើញពីរក្រុមដែលត្រូវប៉ះគ្នានៅវគ្គផ្ដាច់ព្រាត់នៅរដូវកាលនេះហើយគឺ Manchester City នឹងត្រូវជួបជាមួយនឹងតោ Q Chelsea នៅវគ្គផ្ដាច់ព្រាត់ពានរង្វាន់ FA Cup រដូវកាល2025-26នេះ Man City ទម្រាំតែឡើងមកដល់វគ្គផ្ដាច់ព្រាត់នេះនៅវគ្គ4ក្រុមចុងក្រោយពួកគេបានផ្ដួលទៅលើក្រុមបាល់ទាត់ Southampton យ៉ាងតឹងតែង 2-1 បាទខណៈដែលតោ Q Chelsea ការប្រយុទ្ធមិញនេះពួកគេបានផ្ដួលទៅលើ Leeds United យ៉ាងតឹងតែងដែរ 1-0 អញ្ចឹង Chelsea និង Man City ត្រូវប្រកួតគ្នាដើម្បីដណ្ដើមពានរង្វាន់ FA Cup នៅក្នុងរដូវកាលនេះដែលការប្រកួតនឹងចាប់ផ្ដើមលេងថ្ងៃទី16 ខែ 5 វេលាម៉ោង 9 យប់បាទ Man City ហើយនឹងតោ Q Chelsea ធ្លាប់ជួបគ្នានៅវគ្គផ្ដាច់ព្រាត់ពានរង្វាន់សំខាន់ចំនួន 2 ដងមកហើយពានរង្វាន់ទី1គឺនៅវគ្គផ្ដាច់ព្រាត់ League Cup កាលពីឆ្នាំ 2019 ដែលពេលនោះ Man City យកឈ្នះតោ Q Chelsea នៅវគ្គផ្ដាច់ព្រាត់ដោយបាល់កាត់សេចក្តីពេណាល់ទី 4-3 បាទខណៈដែលជួបគ្នានៅវគ្គផ្ដាច់ព្រាត់ម្ដងទៀតនៅពានរង្វាន់ UEFA Champions League បាទការពីរដូវកាល 2020-21 ពេលនោះតោ Q Chelsea ជាអ្នកឈ្នះទៅលើ Manchester City 1-0 ហើយក៏ក្រុមតំណែងជើងឯក UEFA Champions League រដូវកាល 2020-21 នោះតែម្ដងបាទហើយការជួបគ្នានៅវគ្គផ្ដាច់ព្រាត់នៅ FA Cup បាទរដូវកាលនេះគឺជាការជួបគ្នាលើកទី 3 សម្រាប់ក្រុមទាំងពីរផងដែរអ្វីដែលពិសេសនោះតោ Q Chelsea គឺនៅសល់តែពានរង្វាន់មួយនេះប៉ុណ្ណោះសម្រាប់រដូវកាលថ្មីដើម្បីប្រជែងដើម្បីលើកហើយក៏ជាក្តីសង្ឃឹមដែលជួយឲ្យតោ Q Chelsea មានកៅអីលេងនៅពានរង្វាន់អឺរ៉ុបផងដែរជាធម្មតាក្រុមដែលក្រុមតំណែងជើងឯកនៃពានរង្វាន់ FA Cup មួយនេះនឹងមានមួយកៅអីដើម្បីលេងវគ្គចែកពូលនៃពានរង្វាន់ Europa League ហើយបច្ចុប្បន្ននេះ Chelsea កំពុងតែដណ្ដើមកំពុងតែឈរនៅលេខរៀងទី 8 ឯណោះហើយកំពុងតែស្រពេចស្រពិលនៅក្នុងការបានកៅអីលេងពានរង្វាន់អឺរ៉ុបទៀតអញ្ចឹង Chelsea ខ្ញុំគិតថាប្រឹងប្រែងហើយសម្រាប់ការប្រកួតវគ្គផ្ដាច់ព្រាត់ FA Cup ជាមួយនឹង Manchester City នៅក្នុងរដូវកាលនេះហើយ Manchester City ក៏ពួកគេដាក់គោលដៅដើម្បីយកពានរង្វាន់ FA Cup នៅក្នុងរដូវកាលនេះផងដែរព្រោះថាពួកគេរបូតពាន UEFA Champions League ហើយកាលពីថ្ងៃមុនក៏ពួកគេបានលើកពានរួចមួយទៅហើយគឺពានរង្វាន់ Carabao Cup អញ្ចឹង Man City របស់ Pep Guardiola ក៏ចង់បានពានរង្វាន់ FA Cup ដែរអញ្ចឹងចាំមើលទាំងអស់គ្នានៅថ្ងៃទី16 ខែ 5 តើ Manchester City ឬក៏ក្រុមតោ Q Chelsea ដែលកំពុងតែយ៉ាប់យ៉ឺនជាអ្នកក្រុមតំណែងជើងឯកនៃពានរង្វាន់ FA Cup មួយនេះយើងចាំមើលទាំងអស់គ្នាគិតទៅរឿងបែបនេះយកមកប្រៀបធៀបគ្នាកើតដែរបងប្អូនយើងបន្ទាប់ពីចប់ការប្រកួតវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់លំដាប់ទី 1 ប្រចាំតំបន់អាស៊ី AFC Champions League Elite ដែលក្រុមបាល់ទាត់ Al Ahly របស់អារ៉ាប៊ីសាអូឌីតជាអ្នកក្រុមតំណែងជើងឯកបន្ទាប់ពីផ្ដួលទៅលើជើងខ្លាំងរបស់ជប៉ុន Mashida នៅវគ្គផ្ដាច់ព្រាត់ហើយរឿងដែលគេយកមកប្រៀបធៀបគ្នានោះគឺកីឡាករ Ivan Toney ជាមួយនឹង Cristiano Ronaldo បាទគេប្រៀបធៀបថាកីឡាករ Ivan Toney នេះមកចូលរួមតែពីរដូវកាលប៉ុណ្ណោះជាមួយនឹងក្លឹបបាល់ទាត់ Al Ahly នៅអារ៉ាប៊ីសាអូឌីតនេះជួយឲ្យ Al Ahly លើកពានរង្វាន់ AFC Champions League រហូតដល់2 ដងឯណោះបាទគណៈដែល Cristiano Ronaldo មកចូលរួមជាមួយនឹង Al Nassr រយៈពេល 4 រដូវកាលមិនទាន់អាចជួយឲ្យ Al Nassr លើកពានរង្វាន់ប្រចាំតំបន់អាស៊ីណាមួយបានឡើយទេខ្ញុំគិតថាការប្រៀបធៀបបែបនេះគឺជាការប្រៀបធៀបមួយដែលខុសទាំងស្រុងខ្លាំងមែនទែនព្រោះថានៅក្នុងក្រុមនីមួយៗមិនមែនផ្ដោតទៅលើបុគ្គលនោះទេគឺផ្ដោតទៅលើការលេងជាក្រុមកាលណាក្រុមសហការគ្នាបានល្អតែងតែទទួលបានផលតែងទទួលបានការផ្លែផ្កាផ្សេងពីការប្រកួតឬក៏ឈ្នះពានរង្វាន់អីចឹងទៅប៉ុន្តែភ័យកីឡានៅបរទេសមួយចំនួនសូម្បីតែភ័យកីឡានៅប្រទេសកម្ពុជាយើងក៏បានមានការប្រៀបធៀបបែបនេះដែរតាក់ទងនឹងកីឡាករ Ivan Toney និង Cristiano Ronaldo អញ្ចឹងការប្រកួតនេះគឺមិនមែនលេងជាបុគ្គលទេបាទគឺលេងជាក្រុមកាលណាក្រុមសហការគ្នាបានល្អគឺជ័យជំនះតែងតែមករកតែងតែទទួលបានផលព្រោះថាបើសិនជាកីឡាករនឹងលេងជាបុគ្គលមួយទល់មួយអាហ្នឹងខ្ញុំអាចគិតថាការប្រភេទនេះគឺជារឿងមួយដែលត្រឹមត្រូវ
បងប្អូនចូលកលេចមើល Cristiano Ronaldo នៅវ័យ30ឆ្នាំដូច Ivan Toney នេះតើគាត់លើកពានអ្វីខ្លះហើយឈ្នះពានអ្វីខ្លះហើយនៅអាជីពបាល់ទាត់របស់គាត់អញ្ចឹងខ្ញុំគិតថាការប្រៀបធៀបមួយនេះគឺមិនត្រឹមត្រូវទាត់ទេសោះនៅក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះខ្ញុំអង្គុយអស់មើល comment វីដេអូកាលពីថ្ងៃមិញដែលខ្ញុំផុសថាមិនគួរណាយក Ivan Toney មកប្រៀបធៀបជាមួយនឹង Cristiano Ronaldo នោះទេហើយឃើញ comment brother ប៊ុនហៃម្នាក់នេះគាត់បានសួរមកកាន់ខ្ញុំថាបងជួយបកស្រាយបន្តិចមកហេតុអ្វីបងថាគេខុសគេយកមកដើម្បីជួយឲ្យក្លឹបលើកពាន1ឬក៏2នៅក្នុងមួយរដូវកាលខ្ញុំសូមបញ្ជាក់ទៅកាន់ brother ប៊ុនហៃវិញថាគេយក Ronaldo មកសម្រាប់លីកកំពូលឬក៏ក្លឹបបាល់ទាត់ Al Nassr នេះមិនមែនការផ្ដោតដើម្បីជួយឲ្យក្រុម Al Nassr លើកពាននោះទេគោលដៅសំខាន់របស់ពួកគេគឺជាការប្រម៉ូទលីកកំពូល Saudi Pro League តែម្ដងបើសិនជាមិនមានវត្តមាន Cristiano Ronaldo មកចូលរួមជាមួយនឹងក្លឹបបាល់ទាត់ Al Nassr ឬក៏លីកកំពូល Arabi Saudi ទេតើបងប្អូនស្គាល់លីកកំពូល Arabi Saudi អត់ស្គាល់ក្រុមនៅលីកកំពូល Arabi Saudi អត់ប្រហែលជាបងប្អូនភាគច្រើនគឺមិនស្គាល់នោះទេអញ្ចឹងគោលដៅរបស់ពួកគេគឺយក Ronaldo មកប្រម៉ូទលីកដើម្បីតាក់ទាញ sponsor ធំៗពីក្រៅស្រុកដើម្បីឲ្យចូលវិនិយោគនៅលីកកំពូល Arabi Saudi តែម្ដងបាទនេះគឺជាគោលដៅធំរបស់ពួកគេអញ្ចឹងមិនមែនយក Ronaldo មកថាអាចជួយឲ្យ Al Nassr លើកពាន1ឬក៏2ក្នុងមួយរដូវកាលនោះគឺអត់ទេគោលដៅនេះគឺជាចំណុចមួយដែលតូចបំផុតបាទសម្រាប់ក្លឹបAl Nassr ឬក៏លីកកំពូល Arabi Saudi គោលដៅចម្បងដូចខ្ញុំបានបកស្រាយបាទជូនបងប្អូនយើងចឹងគឺប្រម៉ូទលីកកំពូល Arabi Saudi ឲ្យមានគេស្គាល់ច្រើននិងតាក់ទាញ sponsor ធំជាច្រើនឲ្យមកវិនិយោគនៅលីកកំពូល Arabi Saudi អញ្ចឹងការបកស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនយើង